ខុសគ្នារវាងកិរិយាសព្ទ réveiller ហើយនិង se réveiller អញ្ចឹងចំពោះ réveiller នេះគឺជាកិរិយាសព្ទក្រុមទី1 oui ហើយចំពោះ se réveiller គឺជាកិរិយាសព្ទ Bonjour à tous, je m'appelle Liné, je suis enseignante au CDL. អញ្ចឹងសួស្តីទាំងអស់គ្នាថ្ងៃនេះយើងនឹងមករៀនអំពីភាពខុសគ្នារវាងកិរិយាសព្ទ réveiller ហើយនិង se réveiller អញ្ចឹងចំពោះ réveiller នេះគឺជាកិរិយាសព្ទក្រុមទី1 oui ហើយចំពោះ se réveiller គឺជាកិរិយាសព្ទ pronominal voilà អញ្ចឹងភាពខុសគ្នាវាដូចម្ដេចចំពោះ réveiller មានន័យថាដាស់នរណាម្នាក់ហើយ se réveiller មានន័យថាភ្ញាក់ oui réveiller faire arrêter le sommeil à une autre personne បានន័យថាយើងដាស់នរណាម្នាក់ឲ្យគេភ្ញាក់ oui ឧទាហរណ៍ la mère réveille son enfant មានន័យថាម្ដាយដាស់កូនប្រុសរបស់គាត់ le réveil me réveille à 6 heures le réveil មានន័យថានាឡិការោទ៍អញ្ចឹងនាឡិការោទ៍ដាស់ខ្ញុំនៅម៉ោង6ព្រឹក oui je réveille mon fils à 7 heures ខ្ញុំដាស់កូនប្រុសរបស់ខ្ញុំនៅម៉ោង7ព្រឹក oui អញ្ចឹង réveiller មានន័យថាយើងដាស់នរណាម្នាក់ចំពោះ se réveiller វិញខុសគ្នាបែបម៉េចអញ្ចឹង se réveiller មានន័យថា arrêter de dormir soi-même មានន័យថាយើងដាស់ខ្លួនឯងមានន័យថាយើងភ្ញាក់ហ្នឹងឯង oui ឧទាហរណ៍ je me réveille à 6 heures ខ្ញុំភ្ញាក់នៅម៉ោង6ព្រឹកមួយទៀត nous nous réveillons tard ពួកយើងភ្ញាក់យឺត oui Marie et Louise se réveillent à 7h30 ឬមួយក៏ 7h30 អញ្ចឹង Marie ហើយនិង Louise ហ្នឹងគឺភ្ញាក់នៅម៉ោង7កន្លះ voilà អញ្ចឹងភាពខុសគ្នាគឺមានប៉ុណ្្នឹងឯង réveiller មានន័យថាដាស់នរណាម្នាក់ហើយ se réveiller មានន័យថាភ្ញាក់ដោយខ្លួនឯង oui អញ្ចឹងអរគុណសម្រាប់ការតាមដានហើយបើសិនជាចូលចិត្តវីដេអូនេះសូមជួយចុច like comment ក៏ដូចជា share ហើយ follow page ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណ